បាទ hello សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ channel របស់ខ្ញុំបាទ Channel Tinosia វីដេអូនេះគឺខ្ញុំនឹងបង្រៀនអ្នកនរគ្នាទាក់ទងទៅនឹងការ change ទៅលើ bank ដែលភ្ជាប់ជាមួយនឹង Google AdSense ណាអញ្ចឹងយើងមាន YouTube channel ដែលអាចរកលុយបានហើយ YouTube channel របស់យើងហ្នឹងគឺបានភ្ជាប់ទៅ Google AdSense ហើយ Google AdSense ហ្នឹងគឺយើងបានដាក់bank របស់យើងហើយមួយទៀតបើសិនជាអ្នកនរគ្នាអត់ទាន់បានដាក់ bank ទេអ្នកនរគ្នាអាចមើលតាមវីដេអូនេះក៏អ្នកនរគ្នាចេះដែរអញ្ចឹងវីដេអូនេះគឺយើងនឹងទៅធ្វើការបដូរ bank ពី bank មួយទៅ bank មួយទៀតដោយសារតែខ្ញុំត្រូវការដូរ bank អញ្ចឹងខ្ញុំក៏ឆ្លៀតពេលថតវីដេអូនឹងឲ្យអ្នកនរគ្នាមើលផងដែរអញ្ចឹង bank ដែលខ្ញុំនឹងយកមកប្រើនេះគឺខ្ញុំប្រើ ABA ដើម្បីដាក់អ្នកនរគ្នាអាចដាក់ bank ផ្សេងក៏បានដែរតែអ្នកនរគ្នាត្រូវដឹងលេខគណនីរបស់អ្នកនរគ្នាលេខ account របស់អ្នកនរគ្នាទៅអ្នកនរគ្នាដឹងបានអញ្ចឹងអត់ប្របាក់ឲ្យតែអ្នកនរគ្នាមាន bank អញ្ចឹងទី1គឺយើងចូលទៅកាន់ browser មួយណាដែលអ្នកនរគ្នាប្រើមកខ្ញុំប្រើ Chrome អញ្ចឹងខ្ញុំចូលមកកាន់ Chrome ហើយយើង search ពាក្យថាAdSense ADSEN បន្ត ADSENSE ហើយយើង log in ហ្នឹងមក AdSense log in បាទបន្តមកទៀតwebsite នេះគេដាក់ថា googleadsense.google.com យើងคลิกមកយកពាក្យថា sign in ហ្នឹងមកកន្លែងនេះដោយសារតែខ្ញុំធ្លាប់បាន sign in ហើយអញ្ចឹងគឺវានឹង load ឲ្យមកបែបហ្នឹងអញ្ចឹងអ្នកនរគ្នាដែលអត់ទាន់បាន sign in ជាមួយនឹង email ដែលភ្ជាប់ជាមួយនឹង Google AdSense ទេអ្នកនរគ្នាអាច sign in ទៅអត់មានអីបាក់ទេអ្នកនរគ្នាគ្រាន់ដាក់ email អ្នកនរគ្នាដាក់ password ទៅគឺបានហើយអញ្ចឹង email នេះសម្រាប់ YouTube អញ្ចឹង YouTube របស់ខ្ញុំគឺអាចបើកបានម្ដងហើយអញ្ចឹងគឺបាន109អញ្ចឹងវីដេអូនេះគឺយើងទៅដូរ bank អញ្ចឹងដូរ bank គឺអ្នកនរគ្នាចូលមកកាន់ Google AdSense អញ្ចឹងមកហើយអ្នកនរគ្នាคลิกមកកន្លែងគេដាក់ payment បាទ payment បន្តមកទៀតវានឹង list មកទៀតវាដាក់ថា payment info ហើយមួយទៀតគឺ verification check អញ្ចឹងយើងចុចពាក្យថា payment info មកយើងចាំបន្តិចឲ្យវា refresh បាទអញ្ចឹងកន្លែងនេះគឺអ្នកនរគ្នាឃើញគេដាក់ថានេះ how to get paid អញ្ចឹង how to get paid របស់ខ្ញុំគឺខ្ញុំបានធ្វើការដាក់ហើយអញ្ចឹងខ្ញុំអត់ចង់ដាក់ទៀតទេខ្ញុំត្រូវទៅ change bank ខ្ញុំអត់ចង់ដាក់ bank ហ្នឹងទៀតទេអញ្ចឹងដើម្បី change បានអ្នកនរគ្នាអាចចុចពាក្យថា manage method បាទអានេះគឺខ្ញុំធ្លាប់ដាក់ហើយអញ្ចឹងចុចពាក្យថា manage method មកបន្តមកទៀតយើងធ្វើការចុច add payment method បាទ payment method កន្លែងនេះគឺbank មុនដែលខ្ញុំធ្លាប់ដាក់ប៉ុន្តែឥឡូវនេះគឺខ្ញុំអត់ចង់ដាក់ bank ហ្នឹងទេគឺខ្ញុំចង់ដូរទៅ bank ផ្សេងដោយប្រើ bank ABA បាទអញ្ចឹងធ្វើម៉េចអញ្ចឹងយើងអាចចុចពាក្យថា add payment method មកបន្តមកទៀតវានឹងឲ្យយើងជ្រើសរើសហើយវាដាក់ថា add payment method យើងយកលក្ខណៈថា add new wire transfer detail យើងយកនេះយកលើបន្តមកទៀតកន្លែងនេះគេឲ្យយើងដាក់តាក់ទងទៅនឹងbeneficiary ID កន្លែងហ្នឹងវា optional ទេយើងអត់ចាំបាច់ដាក់ក៏បានដែរកន្លែង bank name អ្នកនរគ្នាដាក់ bank អីគេឧទាហរណ៍ថាខ្ញុំដាក់ bank ABA អញ្ចឹងអ្នកនរគ្នាអាច search ABA មក ABA bank អញ្ចឹងឈ្មោះ ABA bank របស់វាគឺឈ្មោះអីគេគឺយើងដាក់ឈ្មោះ ABA bank បាទ ABA bank អញ្ចឹងយើងដាក់មក ABA bank បាទហ៎ bank name បាទសុំទោសច្រឡំកន្លែងនេះគេឲ្យយើងដាក់តាក់ទងទៅនឹង bank account bank name on bank account អញ្ចឹង name on bank account របស់យើងឈ្មោះអីគេយើងដាក់ឈ្មោះរបស់យើងមកអញ្ចឹងយើងទៅ check នៅ mobile របស់យើង mobile ទូរស័ព្ទដៃរបស់យើងណាថាតើ mobile ទូរស័ព្ទដៃរបស់យើងឈ្មោះអីគេអញ្ចឹងជាក់ស្ដែង
mobile នៅលើទូរស័ព្ទដៃរបស់ខ្ញុំគឺឈ្មោះអញ្ចាក់ខ្ញុំដាក់ឲ្យត្រូវចន្ទាណនបាទឈ្មោះចន្ទាណនបន្តមកទៀត bank name គឺយើងដាក់ ABA bank មិញហ្នឹងណា ABA BANK bank បាទtwist អញ្ចឹង twist នេះគឺយើងបានមកពីណាអញ្ចឹងឧទាហរណ៍អ្នកទាំងអស់គ្នាជ្រើសរើស bank ABA អញ្ចឹងយើង search មក ABA T សំដៅខ្ញុំអត់ចេះពាក្យ twist SWIFT SWIFT បាទ FT code បាទអញ្ចឹងយើងឃើញហើយគេដាក់ថានេះthe ABA bank twist code is មានន័យថា twist code របស់ ABA គឺឈ្មោះណាអក្សរហ្នឹងអញ្ចឹងយើង copy មកបន្តមកទៀតយើងយកមកដាក់នៅកន្លែងនេះកន្លែង twist នឹងឯងកន្លែងនេះ account number អញ្ចឹង account number អ្នកទាំងអស់គ្នា account ABA របស់អ្នកទាំងអស់គ្នា account អីគេលេខប្រមាណអញ្ចឹងដោយសារតែខ្ញុំបានបង្កើត ABA ហើយអញ្ចឹងខ្ញុំមាន account របស់ខ្ញុំអញ្ចឹងលេខ account របស់ខ្ញុំគឺមានដូចជា9ខ្ទង់អញ្ចឹងយើងដាក់មកអ្នកទាំងអស់គ្នាអាចដាក់លេខ account អ្នកទាំងអស់គ្នាបានលេខ account របស់ខ្ញុំគឺ00លេខ5 11លេខ10 64លេខ9អ្នកទាំងអស់គ្នាផ្ទៀងផ្ទាត់ឲ្យច្បាស់កុំឲ្យច្រឡំអញ្ចឹងណា00 5 11 06 49អូខេត្រូវហើយអញ្ចឹង retry account number យើងអាច retry ឡើងវិញឬក៏យើង copy យកមក paste មកបន្តមកទៀតគឺយើងអាច save បានប៉ុន្តែយើង review សិនថាគឺយើងត្រូវអស់នៅកន្លែងនេះ optional ទេយើងអត់អាចបំពេញក៏បានកន្លែងនេះគឺ bank name សំទោសគឺឈ្មោះនៅលើឈ្មោះយើងណាមិនមែនឈ្មោះ bank ទេមានន័យថាឈ្មោះឧទាហរណ៍ថាខ្ញុំឈ្មោះចន្ទាណនឬក៏ណនចន្ទាអញ្ចឹងគឺដាក់ឈ្មោះយើងបើអ្នកទាំងអស់គ្នាឈ្មោះសៅសុកអីអ្នកទាំងអស់គ្នាដាក់ឈ្មោះសៅសុកហ្នឹងទៅខ្ញុំឈ្មោះចន្ទាណនខ្ញុំដាក់ឈ្មោះចន្ទាណនដល់ពេលកន្លែងនេះឈ្មោះ ABA bank អ្នកទាំងអស់គ្នាជ្រើសរើស bank ABA ដាក់ឈ្មោះ bank ABA អ្នកទាំងអស់គ្នាជ្រើសរើស bank AC ដាក់ឈ្មោះ AC Lida អូខេកន្លែងនេះ twist code នេះអ្នកទាំងអស់គ្នាជ្រើសរើសកន្លែងនេះ bank ABA អ្នកទាំងអស់គ្នាត្រូវតែទៅ search ដើម្បី copy twist code របស់ ABA បើអ្នកទាំងអស់គ្នាជ្រើសរើស twist code របស់ AC អ្នកទាំងអស់គ្នាត្រូវតែ copy twist code របស់ AC កន្លែងនេះ account number នេះអ្នកទាំងអស់គ្នាត្រូវទៅមើលនៅលើគណនី account របស់អ្នកទាំងអស់គ្នាថាមានលេខប្រមាណខ្ទង់មានលេខអ្វីខ្លះអ្នកទាំងអស់គ្នាត្រូវតែបំពេញចូលមកចន្លោះនេះបន្តមកទៀតអ្នកទាំងអស់គ្នាគឺ retry គឺយើងសរសេរ account ឡើងវិញបន្តមកទៀតអ្នកទាំងអស់គ្នាអាចចុចគេដាក់ថានេះ set as primary payment method មានន័យថាយើងយក bank មួយហ្នឹងគឺជា primary មានន័យថាវាជា bank ដំបូងដែលលុយគ្រប់គឺធ្លាក់ចូលក្នុង bank ហ្នឹងតែម្ដងទោះបីជាយើងបាន set up bank 4 5ក៏វាចូលទៅលើ bank ដែលឈ្មោះថា primary នេះដែរអញ្ចឹងយើងអាច take មកហើយយើងចុច save បាទអញ្ចឹងអ្នកនរគ្នានឹងឃើញ bank 2ហើយឃើញអត់ bank នេះមួយហើយនិង bank នេះមួយអញ្ចឹង bank ដែលខ្ញុំបានដាក់មិញគឺចន្ទាណននេះឈ្មោះអញ្ចឹងគឺវានៅ primary អញ្ចឹងគ្រប់ពេលដែលលុយធ្លាក់គ្រប់$100គឺនឹងចូលមកកាន់ bank របស់ខ្ញុំវាអត់ចូលមកកាន់ bank នេះទេព្រោះអីគឺ bank នេះគឺវាមិនមែនជា primary អញ្ចឹងខ្ញុំអត់ចាំបាច់ត្រូវខ្លាចថាលុយចូល bank នេះទៀតទេអញ្ចឹងលុយគឺត្រូវតែចូល bank នេះព្រោះអីខ្ញុំបាន set វាជា primary អូខេអញ្ចឹងខ្ញុំសូម remove តាក់ទងទៅនឹង bank នេះចោលដោយសារតែខ្ញុំអត់ត្រូវការវាទៀតទេយើងអាចចុច remove មក remove payment method អូខេ remove បាទអញ្ចឹងគឺមានតែប៉ុណ្ណឹងវីដេអូហ្នឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយអធិស្ឋានអ្នកទាំងអស់គ្នាផងចំពោះការនិយាយទៅវាមានភាពលើសលួសឬក៏និយាយច្រើនអីអញ្ចឹងណាហើយអ្នកទាំងអស់គ្នាអាចចុច subscribe channel ខ្ញុំបានម្នាក់មួយផងអូខេបាយបាយជួបគ្នានៅវីដេអូក្រោយ see you